នេះមិនមែនជាក្លិននៅលើខ្លួនចាងយិនទេសុំទោសលូលូនាងគឺជាតាវលូហេតុអ្វីបានជាក្លិននៅលើខ្លួននាងដូចគ្នាពេះបិទនឹងក្លិនរបស់ចាងយិនអាសិនអ្នកនៅឈរធ្វើអ្វីលូលូចង់ទៅហើយប្រញាប់ទៅតាមនាងទៅយាយមនុស្សដែលខាត់មិនជាប់ហេតុអ្វីត្រូវបង្ខំឯងពេលនេះប្រងើយកន្តើយនឹងប្រពន្ធថ្ងៃក្រោយនាងនឹងធ្វើឲ្យឯងមិនអាចស្មើនឹងនាងបានទេយាយកន្ត្រកផ្លែឈើនេះបានមកពីណានេះលូលូទិញឲ្យយាយទេក្មេងស្រីនេះប្រសើរជាងឯងណាស់នាងរាល់ពេលមកលេងយាយសុទ្ធតែយករបស់មកឲ្យយាយនេះជារបស់ដែលខ្ញុំឲ្យម៉ាក់ចាងម្សិលមិញលោកប្រធានពេលបុគ្គលិកខាងក្រោមហាងរុំខ្ចប់កាត់ខ្សែវែងពេកនិយាយថាធ្វើឲ្យលោកប្រធាននៅចំណងមេអំបៅពីរជាន់ដែលមិនដូចគេនេះលូលូទិញឲ្យយាយក្មេងស្រីនេះប្រសើរជាងឯងណាស់នាងរាល់ពេលមកលេងយាយសុទ្ធតែយករបស់មកឲ្យយាយមិនដូចឯងរាល់ពេលមកផ្ទះគ្រាន់តែយកមកនៅមាត់ដែលធ្វើឲ្យគេខឹងយាយអ្នកមិនខ្ពើមទេឬនេះជារបស់ប្រើរួចហើយឯងនិយាយអ្វីហួរបីសិនយាយសូមរំលឹកឯងលូលូគឺយាយបានប្រើកម្លាំងច្រើនណាស់ទើបរកប្រពន្ធឲ្យឯងបាននាងទាំងស្លូតបូតទាំងចេះដឹងថែមទាំងត្រូវលួងលោមយាយទៀតបើឯងមិនរស់នៅចុះសម្រុងជាមួយនាងទេយាយនឹងហៅឯងថាយាយគ្មានយាយពាក្យនេះយាយនិយាយយ៉ាងម៉េចខ្ញុំដឹងហើយយាយយេស៊ូស៊ើបអង្កេតតាវលូគឺជារាជិនីក្លឹបរាត្រីជាអ្នកសេពគប់ច្រើនស្ត្រីដែលប៉ះទង្គិចគ្នាអំបញ្ញមិញគឺជានាងឬប្រធានថ្មីរបស់ក្រុមហ៊ុនហួរមានឈ្មោះថាហួរប៉ៃសិនបងថ្លៃទៅស៊ើបមើលតើតាវលូនិងចាងយិនមានទំនាក់ទំនងអ្វីនឹងគ្នាពួកគេមិនមែនរស់នៅក្នុងបូរីជាមួយគ្នាទេស៊ើបភ្លាមខ្ញុំឲ្យអ្នកជួយកាត់រូបថតធម្មតាមួយសន្លឹកឲ្យខ្ញុំអ្នកធ្វើធម្មតាពេកហើយអីយ៉ាពេលនោះលោកប្រធាននិយាយថាចង់បង្កើតរូបភាពជាបុរសកំណាចឆេវឆាវតើរូបនេះកាត់ធម្មតាពីលើអ៊ីនធឺណិតទេរូបថតទាំងអស់របស់តាវលូនេះសុទ្ធតែស្លៀកពាក់ប្លែកតុបតែងមុខក្រាស់តើមានរូបភាពធម្មតាជាងនេះទេតាវលូនាង